តឡាការអត់អាចសម្រេចសេចក្តីទៅលើការលេងលះដែលអត់បានចោះសម្បត្តិពីវាទេលើកលែងនៅក្នុងករណីចំណុចវិវាទនោះវាធំជាងការលេងលះឧទាហរណ៍នៅក្នុងការលេងលះគូពីទីបន្ថែមទៅលើការតវ៉ាទាមទារទៅលើទ្រព្យសម្បត្តិទាមទារទៅលើការបែងចែកកូនដូច្នេះវិវាទដែលវាធំជាងការលេងលះតឡាការអាចសម្រេចសេចក្តីបានទៅលើចំណុចដែលក្រៅពីការលេងលះសូមគោរពជំរាបសួរទស្សនិកជនជាទីមេត្រីនីតិអប់រំច្បាប់របស់សារព័ត៌មានព្រះខ័ននៅពេលនេះយើងនឹងជជែកទៅលើប្រធានបទនីតិវិធីនៃការលេងលះនិងអនុភាពនៃការលេងលះលោកមេធាវីវូវណ្ណរិទ្ធជាមេធាវីនិងជាសមាជិកគណៈមេធាវីកម្ពុជាចូលខ្លួនមកបកស្រាយលើប្រធានបទនេះសូមគោរពជំរាបសួរលោកមេធាវីចាលោកមេធាវីប្រធានបទមុនយើងបានទៅជជែកគ្នាច្រើនហើយអំពីមូលហេតុនៃការលេងលះប្រធានបទនេះយើងនឹងនិយាយអំពីនីតិវិធីនិងអនុភាពនៃការលេងលះវិញម្ដងលោកមេធាវីអាចជម្រាបបន្តិចទេតើការលេងលះហ្នឹងមានប៉ុន្មានប្រភេទដែរបាទសូមអរគុណហើយសូមជម្រាបសួរប្រិយមិត្តម្ដងទៀតតកតងជាមួយនឹងនីតិវិធីនៃការលេងលះនេះជាគោលការណ៍ច្បាប់យើងកំណត់2សំខាន់ទី1ការលេងលះដោយមានការព្រមព្រៀងរវាងសហព័ន្ធនិងមួយទៀតគឺការលេងលះដោយមិនមានការព្រមព្រៀងរបស់សហព័ន្ធហើយក៏យើងពិចារណាផងដែរថាតើចំណងអាពាហ៍ពិពាហ៍ដែលធ្វើឡើងរវាងសហព័ន្ធនោះជាចំណងអាពាហ៍ពិពាហ៍ស្របច្បាប់បានន័យថាមានចោះសម្បត្តិអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់ឬមួយក៏ជាការរស់នៅជាមួយគ្នាបែបអនិច្ចសង្វាសបានន័យថាមិនបានចោះសម្បត្តិអាពាហ៍ពិពាហ៍ចុះបើសិនជាក្នុងករណីភាគីទាំងពីរស្រស់ស្រួលគ្នាដឹកដៃគ្នាដើម្បីទៅស្នើសុំលិខិតលេងលះតាមនីតិវិធីត្រូវធ្វើដូចម្ដេចចា៎បាទសូមអរគុណចំពោះនីតិវិធីនៃការលេងលះបើមានការព្រមព្រៀងជាដំណាក់កាលដំបូងគឺឆ្លងកាត់ការផ្សះផ្សាដែលការផ្សះផ្សានេះធ្វើឡើងនៅដំណាក់កាលអាជ្ញាធរមូលដ្ឋានគុំសង្កាត់ដែលជាលំនៅនៃនីតិសង្វាសរបស់គូស្វាមីភរិយានោះអញ្ចឹងជាចៅសង្កាត់ឬមួយក៏ជាអាជ្ញាធរដែលមានសមត្ថកិច្ចនោះគាត់ព្យាយាមផ្សះផ្សាវិវាទសិនទោះបីជាមានការព្រមព្រៀងក៏ដោយអញ្ចឹងជួនកាលការព្រមព្រៀងនោះខ្វះទៅលើការពិចារណាគិតអំពីផលវិបាកដែលកើតឡើងចេញអំពីការលេងលះហ្នឹងខាងអាជ្ញាធរគាត់អាចពន្យល់គូវិគីហើយក៏យើងមានឃើញថាមានការត្រូវគ្នាក្រោយពេលដែលមានការផ្សះផ្សានឹងដែរថាជប់លេងលះវិញហើយបាទអញ្ចឹងបើសិនជាគូវិគីអត់ព្រមទេនៅតែបន្តព្រមព្រៀងនេះលេងលះហើយអញ្ចឹងអាជ្ញាធរមូលដ្ឋានគឺគាត់ធ្វើកំណត់ហេតុផ្សះផ្សាដោយរក្សានៅការព្រមព្រៀងនឹងទុកជាបានការដដែលហើយបញ្ជូនសំណុំរឿងនឹងទៅខាងតុលាការដើម្បីតុលាការធ្វើការវិនិច្ឆ័យសម្រេចព្រោះមានតែការសម្រាប់សេចក្តីតាមរយៈតុលាការទេដែលនាំឲ្យមានអនុភាពផ្លូវច្បាប់ទៅលើការកាត់ផ្តាច់នៅចំណងអាពាហ៍ពិពាហ៍ទោះបីជាមានការព្រមព្រៀងលេងលះនេះក៏ដោយបាទចានេះគឺជានីតិវិធីនៃការព្រមព្រៀងគ្នាលេងលះចុះបើសិនជាក្នុងករណីមានការប្តឹងលេងលះវិញតើភាគីនៃចំណងអាពាហ៍ពិពាហ៍ត្រូវឆ្លងកាត់នីតិវិធីយ៉ាងដូចម្តេចដែរចាបាទក្នុងករណីដែលមានវិវាទទៅលើការលេងលះបានន័យថាគូភាគីម្ខាងគាត់មិនព្រមនឹងការលេងលះដូច្នេះអាជ្ញាធរមូលដ្ឋាននៅតែរក្សានៅសមត្ថកិច្ចរបស់ខ្លួនឯងគឺព្យាយាមផ្សះផ្សារាប់ឲ្យឃើញអំពីមូលហេតុចម្បងហើយព្យាយាមផ្សះផ្សាឲ្យគូភាគីត្រូវគ្នាបើគាត់ព្យាយាមសាកល្បងផ្សះផ្សាហើយនៅតែមិនត្រូវគ្នាគូភាគីនៅរក្សាចំហលេងលះដូច្នេះគូភាគីខ្លួនឯងផ្ទាល់ឬក៏អាជ្ញាធរគាត់នឹងបញ្ជូនសំណុំរឿងទៅខាងតុលាការដើម្បីឲ្យតុលាការសម្រេចសេចក្តីទៅលើការសុំលេងលះនឹងហើយតាមរយៈការសម្រេចសេចក្តីនេះតុលាការនឹងចេញជាសារក្រមយើងបានទៅជែកលម្អិតហើយអំពីនីតិវិធីនៃការលេងលះទាំងការព្រមព្រៀងនិងការមិនព្រមព្រៀងដែលចំណងអាពាហ៍ពិពាហ៍មានចុះសម្បត្តិអាពាហ៍ពិពាហ៍ចុះក្នុងករណីដែលគូស្វាមីដែលមិនមានចំណងអាពាហ៍ពិពាហ៍ស្របតាមច្បាប់ឬក៏ហៅភាសាច្បាប់ហ្នឹងគឺអនិច្ចសង្វាក់តើឆ្លងកាត់នីតិវិធីយ៉ាងដូចម្តេចដែរចា៎បាទសូមអរគុណពាក់ព័ន្ធមួយចំណុចនេះជានីតិវិធីអញ្ចឹងអាជ្ញាធរមូលដ្ឋាននៅតែជាជំហានដំបូងក្នុងការធ្វើការផ្សះផ្សាទៅលើការស្នើសុំលេងលះនឹងផងដែរជាទូទៅអាជ្ញាធរគាត់ជាអ្នកកាន់បញ្ជីអត្តនង្គដ្ឋានដូច្នេះគាត់ចង់បញ្ជាក់ភាពនៅលាវភាពមេម៉ាយភាពពោះម៉ាយរបស់គូភាគីអញ្ចឹងគាត់ត្រូវដឹងអំពីសុខទុក្ខរបស់គូភាគីហើយនិងព័ត៌មានរបស់លេងលះរបស់គូស្វាមីផងដែរអញ្ចឹងបន្ទាប់ពីគាត់ផ្សះផ្សាហើយគូភាគីព្រមក្តីឬក៏មិនព្រមក្តីនីតិវិធីនៃការលេងលះគឺនឹងត្រូវបានបិទបញ្ចប់នៅក្នុងអាជ្ញាធរមូលដ្ឋានដោយសារតែតុលាការ
អត់អាចសម្រេចសេចក្តីទៅលើការលែងលះដែលអត់បានចោះសម្បត្តិអាពាហ៍ពិពាហ៍ទេលើកលែងនៅក្នុងករណីចំណុចវិវាទនោះវាធំជាងការលែងលះឧទាហរណ៍នៅក្នុងការលែងលះគូភាគីបន្ថែមទៅលើការតវ៉ាទាមទារទៅលើទ្រព្យសម្បត្តិទាមទារទៅលើការបែងចែកកូនដូច្នេះវិវាទដែលវាធំជាងការលែងលះតឡាការអាចសម្រេចសេចក្តីបានទៅលើចំណុចដែលក្រៅពីការលែងលះដូច្នេះបើសិនជាផ្សះផ្សានៅអាជ្ញាធរមូលដ្ឋានហើយមិនបានផ្សះផ្សាគ្នាមិនបានសះជាគ្នាគូភាគីក្តីឬក៏អាជ្ញាធរក្តីអាចដាក់ពាក្យទៅខាងតុលាការសម្រេចសេចក្តីទៅលើទ្រព្យហើយនឹងកូនប៉ុន្តែមិនមែនជាការសម្រេចសេចក្តីទៅលើការលែងលះទេចានៅក្នុងដំណាក់កាលអាជ្ញាធរមូលដ្ឋានគាត់ចេញលិខិតបែបមិនដែរដើម្បីបញ្ជាក់ថាចំណងអាពាហ៍ពិពាហ៍អនិច្ចសង្វាក់របស់គូភាគីទាំងពីរហ្នឹងគឺផ្ដាច់ទំនាក់ទំនងចាបាទជាទូទៅនីតិវិធីនៃការដោះស្រាយការលែងលះនៅអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ហ្នឹងគឺគាត់ធ្វើឡើងក្នុងទម្រង់ជាការផ្សះផ្សាការផ្សះផ្សាហ្នឹងគឺធ្វើម៉េចឲ្យគូភាគីត្រូវគ្នាគុំលែងលះគុំរស់នៅបែកពីគ្នាបាទប៉ុន្តែបើសិនជាគាត់ផ្សះផ្សាហើយនៅតែអត់ត្រូវគាត់ចេញជាកំណត់ហេតុមួយបាទកំណត់ហេតុហៅថាកំណត់ហេតុផ្សះផ្សាទៅលើការលែងលះហ្នឹងឯងអញ្ចឹងគាត់នឹងមើលទៅតើចំហរបស់គូភាគីចង់រស់នៅដាច់ពីគ្នាឬមួយក៏សម្រេចចិត្តថាឥឡូវលែងលះហើយបែងចែកការរស់នៅជាមួយគ្នានឹងបែបណាចាអ្នកណាអ្នកចាក់ចេញឬមួយក៏ត្រូវដោះស្រាយបញ្ហានៃការរស់នៅជុំគ្នារបៀបណានៅក្នុងកំណត់ហេតុផ្សះផ្សានឹងតែម្ដងផ្អែកទៅតាមការស្នើសុំនៃការលែងលះនេះឃើញនីតិវិធីមិញគឺបើសិនជាភាគីព្រមព្រៀងគ្នាក្នុងការលែងលះគឺហាក់មិនស្មុគស្មាញទេហើយក៏មិនលំបាកដែរប៉ុន្តែបើសិនជាភាគីទាំងសងខាងភាគីណាមួយប្តីឬក៏ប្រពន្ធជាអ្នកប្តឹងវិញយើងឃើញថាវាអាចនឹងមានការតវ៉ាអញ្ចឹងចំពោះការសម្រេចសេចក្តីណាមួយពីតុលាការតើសារក្រមនឹងមានអនុភាពយ៉ាងដូចម្តេចហើយបើសិនជាភាគីម្ខាងទៀតគាត់មិនយល់ព្រមព្រោះភាគីម្ខាងប្តឹងលែងភាគីម្ខាងទៀតមិនព្រមលែងតើមានសម្រាប់យ៉ាងម៉េចហើយនីតិវិធីហ្នឹងតើភាគីនៃមិនព្រមហ្នឹងអាចមានសិទ្ធិក្នុងការធ្វើយ៉ាងដូចម្តេចដែរលោកបេតវីចាបាទអរគុណច្រើនចំពោះករណីនេះសូមបើកមុខកញ្ចក់បន្តិចនីតិវិធីនៃការស្នើសុំសេចក្តីសម្រេចរបស់តុលាការសេចក្តីសម្រេចរបស់តុលាការមាន2គឺទី1នៃការសម្រេចនិងមួយទៀតគឺសារក្រមលែងលះនៃការសម្រេចនេះគឺឈរទៅលើការព្រមព្រៀងហើយសារក្រមលែងលះគឺការមានការព្រមព្រៀងប៉ុន្តែការសម្រេចសេចក្តីរបស់តុលាការទៅលើការលែងលះគឺឈរលើជំហរមានសម្បត្តិអាពាហ៍ពិពាហ៍ត្រឹមត្រូវបាទបើសិនជាគ្មានសម្បត្តិអាពាហ៍ពិពាហ៍ត្រឹមត្រូវតុលាការក៏មិនអាចវិនិច្ឆ័យទៅលើការលែងលះផងដែរបាទអញ្ចឹងខ្ញុំសូមបើកមុខកញ្ចក់បន្តិចហើយតាក់ទងជាមួយនឹងអនុភាពអញ្ចឹងយើងត្រូវមើលឲ្យឃើញថាតើអ្វីជាចំណុចវិវាទអញ្ចឹងនៅក្នុងនីតិវិធីនៃការលែងលះយើងអាចមានដូចជាការស្នើសុំលែងលះស្នើសុំបែងចែកមរតកទ្រព្យសម្បត្តិហ្នឹងហើយនឹងតាក់ទងជាមួយបទភាពហើយនឹងកត្តាផ្សេងៗទៀតដែលភាគីស្នើសុំឲ្យតុលាការវិនិច្ឆ័យសម្រេចសេចក្តីបាទអញ្ចឹងបើសិនជាមានចំណុចវិវាទច្រើនតាក់ទងលែងលះអញ្ចឹងយើងនឹងសិក្សាថាតើមូលហេតុនៃការលែងលះហ្នឹងត្រឹមត្រូវច្បាស់លាស់ផ្អែកទៅលើគោលចំហឆន្ទៈរបស់ភាគីអត់ហើយការសម្រេចសេចក្តីនៃការលែងលះហ្នឹងផ្ដល់នៅផលវិបាកធ្ងន់ធ្ងរឬក៏ជាអត្តពលយ៉ាងណាទៅដល់គូភាគីអានេះគឺតុលាការនឹងវិនិច្ឆ័យមួយចំណុចទៅលើទ្រព្យក៏ដូចគ្នាផងដែរនេះគឺជាប្រព័ន្ធនៃការបែងចែកទ្រព្យសម្បត្តិដែលជាទ្រព្យសម្បត្តិរួមឬក៏ទ្រព្យសម្បត្តិឯកជនអញ្ចឹងតុលាការនឹងវិនិច្ឆ័យមួយចំណុចម្ដងមុននឹងវិនិច្ឆ័យថាឥឡូវភាគីទាមទារទ្រព្យសម្បត្តិអញ្ចឹងទ្រព្យសម្បត្តិនេះជាបែងចែកជាទ្រព្យសម្បត្តិរួមឬក៏ឯកជនក្នុងកម្រិតណាសមមាត្របែបណាតុលាការនឹងវិនិច្ឆ័យទៅលើភស្តុតាងឬឯកសារឬមួយក៏ការអះអាងរបស់ភាគីនៅក្នុងនីតិវិធីនៃការលែងលះហ្នឹងហើយបុត្រភាពការបែងចែកកូនក៏ដូចគ្នាផងដែរថាតើកូននៅក្នុងចំណោមពីហ្នឹងគាត់ជានីតិជនឬក៏អនីតិជនព្រោះនីតិជនយើងស្រួលនិយាយដោយសារតែកូនអាចមានសិទ្ធិក្នុងការសម្រេចថាតើគួរទៅរស់នៅជាមួយឪពុកឬក៏ម្ដាយប៉ុន្តែបើសិនជាកូននៅក្នុងអាយុអនិច្ចភាពបានន័យថាកូននៅអាយុទាបក្រោម18បាទក្រោម18ឆ្នាំដែលពិបាកនឹងការសម្រេចជាទូទៅជាងការតុលាការនៅក្នុងការអនុវត្តគាត់ស៊ូអំពីយោបល់របស់ក្មេងដែរបាទបែបបំណងចេតនាក្តីបែបមើលថាតើកូនចង់ទៅរស់នៅជាមួយម្ដាយឬក៏ឪពុកអញ្ចឹងនេះជាការអនុវត្តទេបាទអញ្ចឹងតុលាការនឹងធ្វើការវិនិច្ឆ័យថាតើគួរបែងចែកកូននឹង
ទៅរស់នៅក្រោមអាណាព្យាបាលរបស់ឪពុកឬក៏ម្ដាយនៅក្នុងនីតិវិធីនៃការលេងលះហ្នឹងដែរបាទ នៅពេលដែលចេញសេចក្តីសម្រេចហើយភាគីម្ខាងទៀតគាត់អត់ព្រមនៅចំណុចណាមួយទាំង3ដែលលោកមេធាវីរៀបរាប់បំបញ្ញមិញតើគាត់អាចធ្វើអ្វីបាន បាទជាទូទៅបញ្ហាវិវាទហ្នឹងមិនមែនជាបញ្ហាស្មុគស្មាញទេពាក់ព័ន្ធជាមួយនឹងចំណុចវិវាទលើរឿងលេងលះគូពីគីបង្ហាញពីការអស់មនោចេតនាមូលហេតុដែលកំណត់ដោយច្បាប់អាហ្នឹងតុលាការអាចវិនិច្ឆ័យបានប៉ុន្តែបញ្ហាដែលស្មុគស្មាញហើយត្រូវតែពីគីក្នុងការតវ៉ាទៀតនោះគឺតកតងជាមួយនឹងការបែងចែកទ្រព្យហើយនឹងកូននឹងឯងអញ្ចឹងបើសិនជាមិនសុខចិត្តទៅលើចំណុចហ្នឹងផ្អែកទៅលើសារក្រមរបស់តុលាការគូពីអាចប្តឹងអូតូ ចា៎ ជំទាស់ទៅនឹងសេចក្តីសម្រេចនឹងបាទ ចាចាហើយអូតូទៅកម្ពុជាបន្តទៀតរហូតដល់អស់ផ្លូវតវ៉ា បាទបាទ ហើយបើសិនជាក្នុងករណីសារក្រមនឹងសម្រេចឲ្យអស់ផ្លូវតវ៉ាឬក៏គាត់ព្រមទទួលយកនៅសេចក្តីសម្រេចណាមួយរបស់តុលាការគ្រប់ជាន់ថ្នាក់នឹងហើយរយៈពេលនៃចូលជាអាចអនុវត្តបានយ៉ាងម៉េចដែរលោកមេធាវីចា តកតងជាមួយអនុភាពនៃការអនុវត្តគឺអាស្រ័យទៅលើថាតើសារក្រមឬក៏សារដីកាចូលស្ថាពរហើយនៅអញ្ចឹងនីតិវិធីនៅពេលដែលសារក្រមឬក៏សារដីកាចូលស្ថាពរយើងអាចដាក់ពាក្យស្នើសុំរូបមន្តអនុវត្តឬមួយក៏រូបមន្តអនុវត្តឬមួយក៏សារក្រមស្ថាពរនឹងពីខាងតុលាការបានដូច្នេះយើងមានស្ថាប័នអនុវត្តសារក្រមឬក៏សារដីការបស់តុលាការបន្ថែមទៅលើនេះទៀតបាទ ចាខ្ញុំហាក់ហួសទៅបន្តិចចុះបើសិនជាក្នុងករណីសារក្រមឬសារដីកានឹងចូលជាស្ថាពរហើយតែភាគីម្ខាងទៀតដែលត្រូវគោរពកាតព្វកិច្ចនឹងគាត់មិនគោរពកាតព្វកិច្ចតើមានសារក្រមនឹងមានអនុភាពឬក៏យើងអាចធ្វើដូចម្តេចបានចា៎ បាទជាទូទៅសារក្រមនៅក្នុងរឿងលេងលះមិនសូវជាខុសគ្នាប្រមាណនៅក្នុងសារក្រមនៅក្នុងនីតិវិធីរឿងរដ្ឋប្រវេណីធម្មតាទេគឺគូពីគីអាចដាក់ពាក្យស្នើសុំអនុវត្តទៅខាងតុលាការហើយស្ថាប័នអនុវត្តហ្នឹងគាត់នឹងតាមដានទៅលើការអនុវត្តទៅលើខ្លឹមសារនីមួយៗហ្នឹងឧទាហរណ៍តកតងជាមួយការបែងចែកទ្រព្យសារក្រមស្ថាពរហើយតុលាការសម្រេចបែងចែកទ្រព្យតាមសមមាត្រគូពីគីមិនព្រមអញ្ចឹងស្ថាប័នអនុវត្តរបស់យើងកញ្ញាសាលារបស់យើងនឹងមើលថាតើគួរតែអនុវត្តរបៀបម៉េចរឹបអូសឬមួយក៏រក្សាការពារឬមួយក៏ដើរតាមនីតិវិធីអនុវត្តនៅក្នុងក្រមនីតិវិធីរដ្ឋប្រវេណីយើងមានដូចគ្នាជាមួយនីតិវិធីនៃការអនុវត្តនិងការបែងចែកទ្រព្យសម្បត្តិទូទៅផងដែរបាទ អរគុណច្រើនលោកមេធាវីវូវណ្ណរិទ្ធដែលបានលម្អិតអំពីនីតិវិធីនៃការលេងលះនិងអនុភាពនៃការលេងលះនេះ